មានបងយើងខ្លះគាត់មានគម្រោងចង់ចិញ្ចឹមមាន់ស្រែជាលក្ខណៈលក់វិលជុំន័យថាមួយខែម្ដងប៉ុន្តែនៅពេលដែលគាត់ដាក់ជុំទី1នៅពេលដែលចិញ្ចឹមទៅគឺគាត់ខ្វះទៅលើបទពិសោធន៍ក្នុងការថែទាំកូនមាន់គាត់ចាប់ផ្ដើមមានបញ្ហាងាប់ច្រើនឬចឹងទៅនោះហើយមាន់ឈឺអត់ចេះព្យាបាលបាទអញ្ចឹងគោលបំណងឬក៏គោលដៅដែលគាត់ដាក់ចិញ្ចឹមវិលជុំទី2ជុំទី3គឺលែងមានហើយដោយសារអីដោយសារទាក់ទងនឹងចំណេះដឹងរបស់គាត់នៅមានកម្រិតម្ល៉េះហើយអខ្ញុំនៅតែទទូចឲ្យបងប្អូនរៀនមុនធ្វើជាជាងធ្វើមុនរៀនគឺអត្រាជោគជ័យយើងគឺទាបបំផុតបងប្អូនណាបាទបើចង់ចិញ្ចឹមជាលក្ខណៈលក់វិលជុំបងប្អូនចំណាយទុនវិនិយោគខ្លះដើម្បីជាចំណេះដឹងដល់ខ្លួនឯងសម្រាប់យកទៅចិញ្ចឹមទៅគឺទទួលបានផលចំណេញហើយក៏យើងអាចចិញ្ចឹមជាលក្ខណៈវិលជុំបានតាមអ្វីដែលយើងបានកំណត់គោលដៅផងដែរ